សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃហ្នឹងគឺខ្ញុំនឹងបរៀនបងប្អូនអរគ្នារបៀបដាក់ blur នៅក្នុងកម្មវិធី CapCut គឺមានន័យថាកន្លែងណាយើងអត់ចង់ឲ្យឃើញច្បាស់អញ្ចឹងយើងអាចដាក់ blur នៅលើមុខបានឬក៏កន្លែងណាដែលសំខាន់យើងចង់ឲ្យគេឃើញច្បាស់អញ្ចឹងយើងអាចដាក់ blur បានហ្នឹងហើយថ្ងៃហ្នឹងដែរគឺខ្ញុំធ្វើនៅលើ computer ហើយនៅលើទូរស័ព្ទក៏យើងអាចធ្វើបានដែរប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំធ្វើនៅលើ computer សិនតែឥឡូវចង់ដឹងថាខ្ញុំធ្វើម៉េចឥឡូវយើងចូលទៅកាន់ computer ទាំងអស់គ្នាមកអូខេបងប្អូនគ្នាឥឡូវខ្ញុំចូលមកកាន់ computer ឥឡូវយើងធ្វើការបើកកម្មវិធី CapCut តែម្ដងមកអូខេបងប្អូនគ្នាអញ្ចឹងខ្ញុំចុច create បច្ចេកមួយមកអូខេបន្ទាប់មកខ្ញុំធ្វើការចុច import ខ្ញុំទៅរកវីដេអូអញ្ចឹងមិនថារូបឬក៏វីដេអូទេគឺយើងអាចធ្វើបានទាំងអស់ឥឡូវខ្ញុំមកយកវីដេអូមួយសម្រាប់មកធ្វើការអនុវត្តឲ្យបងប្អូនអរគ្នាបានមើលអូខេឥឡូវខ្ញុំយកវីដេអូមួយនេះអូខេខ្ញុំធ្វើការចុចសញ្ញាបូកដើម្បីតម្លាក់មកក្រុមអញ្ចឹងខ្ញុំសូមធ្វើការបិទសំឡេងអូខេអ្នកទាំងនេះឥឡូវយើងចូលមកកាន់មេរៀនផងយើងឥឡូវខ្ញុំឧទាហរណ៍ថាអូខេខ្ញុំយកប៉ុណ្នេះហើយតបមកខ្ញុំធ្វើការកាត់ខាងក្រោយចោលអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំអត់ចង់ឲ្យឃើញមុខខ្ញុំទេមកចំហខ្លួនខ្ញុំហ្នឹងគឺខ្ញុំអត់ចង់ឲ្យឃើញមុខខ្ញុំច្បាស់ខ្ញុំចង់ឲ្យឃើញព្រាអញ្ចឹងអានេះគឺគ្រាន់តែជាការឧទាហរណ៍ទេអូខេអ្នកទាំងអស់នេះអញ្ចឹងយើងធ្វើការ copy វីដេអូយើងជា2មកឬក៏យើងចុច Alt អញ្ចឹងមកបន្ទាប់មកយើងទាញឡើងលើឬក៏បងប្អូនចុច duplicate ក៏បានដែរវាដូចតែគ្នាទេអូខេហើយបន្ទាប់មកទៀតបងប្អូននេះចូលមកកាន់ effect អញ្ចឹងបងប្អូនចុចកន្លែងពាក្យ blur ហ្នឹងមកយើងធ្វើការចុចសញ្ញាបូកមកអូខេអញ្ចឹងគឺវា blur ទាំងអស់ហើយអញ្ចឹងបន្ទាប់មកគឺបងប្អូននេះចូលមកកាន់ mask នេះអញ្ចឹងយើងធ្វើការ add mask អូខេឥឡូវគឺវាបាន blur គ្នាយើងអញ្ចឹងយើងអាចដាក់វារៀងចំក្រោមមកវែងចេះក៏បានយើងចង់បានបែបមិនក៏បានដែរគឺយើងអាចធ្វើបានតាមចិត្តទាំងអស់ហើយបន្តមកបើសិនជាយើងចង់បានជាបែបវងមូលយើងអាចទាញកន្លែងនេះមកគឺវារៀងមូលអញ្ចឹងណាគ្នាយើងអញ្ចឹងខ្ញុំធ្វើការដាក់ប៉ុណ្នេះអូខេខ្ញុំដាក់ប៉ុណ្នេះអូខេខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងblur នេះគឺយើងអាចលេងបានគ្នាយើងចង់ឲ្យវា blur ខ្លាំងឬក៏ blur តិចអញ្ចឹងណាអូខេចឹង blur យើងអាច trade បានគ្នាយើងចង់បានច្បាស់ក៏បានចង់ឲ្យ blur នេះក៏បាន blur រឹតតែខ្លាំងក៏បានគឺអត់បញ្ហាទេហើយយើងអាចធ្វើការទាញមកបើចង់ឲ្យមកវីដេអូយើងទាំងអស់ហ្នឹង blur រហូតក៏បានដែរគឺយើងអាចធ្វើការចុចតាមនឹងបានឬក៏យើងអាចធ្វើការចោះយើងអាចធ្វើការកាត់វាមកគ្នាយើងហ្នឹងហើយអ្នកទាំងអស់នេះអញ្ចឹងយើងអាចយក blur ហ្នឹងទៅដាក់កន្លែងណាក៏បានដែរនេះបងប្អូននេះអញ្ចឹងយើងចង់អស់ blur មកដាក់នៅណាក៏បានដែរគឺវាងាយស្រួលមែនតើblur នេះដែរគ្នាយើងអាចទាញដាក់បានដោយសេរីគឺយើងចង់ទាញយើងចូលមកកាន់កន្លែងម៉ាស់ហ្នឹងមកហើយបន្ទាប់មកយើងធ្វើការទាញវាមកអូខេអ្នកនរនេះអញ្ចឹងការដាក់ blur របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបន្តិចទៀតខ្ញុំនឹងបរៀនការដាក់ blur នៅលើទូរស័ព្ទដៃអូខេអ្នកនរនេះអញ្ចឹងការដាក់ blur ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តវីដេអូមួយនេះហើយបើសិនជាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅក្នុង YouTube Channel ខ្ញុំបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ